ចូលមកដល់ឆមាសថ្មីគឺមាន assignment ថ្មីពឹបហ្មងអ្នកគ្នាចង់ដឹងថាពួកយើងវេទនាមិនខ្លះទៅរហូតទទួលបានលទ្ធផលប៉ុណ្ណឹងភ្លេចមើលពីដើមរហូតដល់ចប់មុននឹងឈានចូលទៅកាន់វីដេអូយើងអ្នកគ្នាកុំភ្លេចជួយ subscribe YouTube channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានព័ត៌មានថ្មីៗក៏ដូចជាខ្ញុំនឹងធ្វើ challenge អីថ្មីៗបន្តទៀតហើយកុំភ្លេច follow ខ្ញុំម្នាក់មួយផងណា assignment លើកនេះគឺជា assignment នៅថ្នាក់អង់គ្លេសរបស់ខ្ញុំនៅក្នុងមុខវិជ្ជា WS 102ដែល teacher គឺតម្រូវឲ្យយើងធ្វើ poster តាក់ទងទៅនឹង topic ណាមួយហើយ topic របស់ខ្ញុំគឺ topic តាក់ទងទៅនឹង success មុននឹងចេញជាសមិទ្ធផលគឺពួកយើងធ្វើ prototype សិនហើយមុននឹងធ្វើ prototype ហ្នឹងគឺពួកយើងធ្វើការពិភាក្សាគ្នាប្រៀបធៀបនៅ idea ជាច្រើនពួកយើងក៏សម្រេចធ្វើ success vault ដែលជាទូសុវត្ថិភាពដែលយើងបើកមកគឺបង្ហាញពីខ្លឹមសារឈានទៅរកភាពជោគជ័យតែម្ដងមុននឹងចេញជា prototype គឺពួកយើងយក idea ហ្នឹងទៅដាក់ចូលឲ្យ AI generate ឲ្យយើងមើលរូបភាពថាម៉េចហើយនេះគឺជារូបភាពដែល AI generate មកហើយមិនឲ្យទន្ទឹមរង់ចាំយូរគឺពួកយើងទៅទិញกระดาษកាតុងទៅយកឡាំងប្រហែលជា 2-3 ដើម្បីកាត់ធ្វើគ្រោងឆ្អឹងបែបនេះចឹងអ្នកនរគ្នាដែលកំពុងមើលវីដេអូនេះដែលមានកម្រងចូល IFL គឺមើលឲ្យនេះ poster ធ្វើឡើងចង់មួយអាទិត្យហ្មងអ្នកទាំងអស់គ្នាតពីធ្វើគ្រោងឆ្អឹងហើយគឺខ្ញុំបានដឹកមកសាលាយាយមែនអ្នកទាំងអស់គ្នាគឺអា poster នឹងវាធំចឹងទៅពេលជារតបក់ដួលហ្មងអ្នកទាំងអស់គ្នាហើយនេះគឺជាថ្ងៃទី3ហើយដោយសារខ្ញុំធ្វើ2ថ្ងៃនោះគឺធ្វើ prototype នៅផ្ទះថ្ងៃសៅរ៍ទឹកហើយនេះខ្ញុំកំពុងតែចាំមិត្តភក្តិខ្ញុំដើម្បីមកធ្វើ assignment បន្តទៀតជុំគ្នាចឹងខ្ញុំធ្វើការញ៉ាំបាយញ៉ាំអីចឹងអ្នកទាំងអស់គ្នា simple ចឹងណាចាឥឡូវបានមកដល់ជុំគ្នាមានអីវ៉ាវ៉ាន់ច្រើនខ្លាំងមែនតើអ្នកគ្នាមានដូចជា color មានកระดาษពណ៌ហើយយើងមាន prototype ហើយខ្ញុំក៏បានធ្វើការនាំគ្នាគូររង្វង់នៅចំកระดาษហ្នឹងហើយគូពណ៌កាឈូកនិយាយទៅមុនដំបូងថារកទិញspray paint ណោះតែវាថ្លៃពេកចឹងយើងមានតែ get creative ហើយយកពណ៌ pink girly អ្នកទាំងអស់គ្នាខ្ញុំគឺ appreciate teammate របស់ខ្ញុំមែនតើរត់ហើយឈូគឺនាំគ្នាដុតដៃដុតជើងធ្វើខ្លាំងមែនតើហើយនេះគឺយើងទៅសេនៅ information នៅខាងក្នុងដែលមានដូចជា definition key obstacle solution ចឹងសិស្សប្អូនណាដែលចង់មករៀននេះមើលនេះចង់អាចយក idea តាមក៏បានដែរនេះទៅសតខ្ញុំក៏បានធ្វើវងមូលមួយទៀតហើយមានបិទកេបហ្នឹងដើម្បីធ្វើជាប្រហោងសោហើយយើងធ្វើសោអញ្ចឹងវាតំណាងឲ្យ key to success យល់អត់អ្នកទាំងអស់គ្នាសោនាំទៅរកភាពជោគជ័យហើយយើងយកចាក់ទៅគឺបានហើយនិយាយទៅនេះគឺយើងទៅសេយើងគូហើយយើងទៅសេតែប៉ុណ្្នឹងអ្នកគ្នាហើយការបញ្យល់គឺផ្សេងទៀតគូផងប៉ាត់ color ផងឥឡូវនេះគឺយើងខ្វះអីទៀតហើយគឺបានមកកន្លែងព្រីនដើម្បីឲ្យគាត់ព្រីនរូបដើម្បីយើងដាក់ជា example អ្នកទាំងអស់គ្នាកាត់មកមើលប្រហោងសោយើងវិញគឺស្អាតខ្លាំងមែនតើអ្នកគ្នាបើសិនជាថាដាក់ពណ៌ green ទៀតខ្លាចជា band 10ចុចទៅចេញប្រែកាឡាហើយនៅកែមអាធំនោះគឺយើងបានគូជាលេខដើម្បីឲ្យវាដូចយើងអាចកាច់បានចឹងណាហើយមកមើល example វិញគឺយើងបានកាត់បិទស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាសំខាន់មេឃភ្លៀងទៀតហើយនៅកណ្ដាលនោះអ្នកទាំងអស់គ្នាឃើញមាន secret envelope ក្នុង secret envelope ហ្នឹងគឺមានរូបមន្តទៅកាន់ភាពជោគជ័យអ្នកទាំងអស់គ្នាឃើញធ្វើលឿនចឹងហ្នឹងមិនមែនតិចថ្ងៃអ្នកគ្នាឡង 5-6 ថ្ងៃហ្មងហើយសំខាន់ teammate ខ្ញុំគឺម្នាក់រៀនសិតពីសកលអ្នកទាំងអស់គ្នាអញ្ចឹងយើងសម្រាប់ពេលថ្ងៃហ្នឹងយើងមកធ្វើជុំគ្នាគឺយើងធ្វើមួយថ្ងៃបន្តិចរហូតដល់ថ្ងៃឡើងគឺយើង ready ហ្មងបញ្ហាមួយទៀតដែលខ្ញុំជួបប្រទះនោះគឺយើងធ្វើរូបហើយយើងដឹកទៅផ្ទះគឺអត់កើតអ្នកទាំងអស់គ្នាដើរក៏ដូចជាសុំឈិឈរដើម្បីដាក់ហើយបន្តមកទៀតគឺសុំអ៊ីចាប់ព្រួយគាត់ដាក់នៅកន្លែងព្រានរបស់គាត់ហើយបញ្ហាចម្បងនោះគឺខ្លាចកដោកកេនឹងហ្មងតែអត់អីទេអ្នកទាំងអស់គ្នាពួកយើងអាចប្រឈមមុខនឹងវាបានឥឡូវដល់ថ្ងៃដែលយើងត្រូវឡើងជ្រុញហើយមុននឹងមិនភ័ក្រខ្ញុំមកគឺខ្ញុំញ៉ាំបាយហើយក៏ដូចជាទិញនៅ script ដែលខ្ញុំត្រូវឡើងបន្តិចទៀតនឹងឡើងគឺ poster ចេះតែថែមនេះថែមនោះនិយាយទៅចង់ឲ្យវា perfect ហ្មងអ្នកទាំងអស់គ្នាហើយ finally គឺយើងបានដង្ហែ poster យើងដើរតាមផ្លូវឡើងចដោគឺពិបាកមែនតើហើយសិតយកអាវបាំងអ្នកទាំងអស់គ្នាគឺយើង proud of what we've done ហើយនេះគឺយើងកំពុងបិទ Scott ដើម្បីដាក់នៅលើក្តារខៀនឃើញទៅស្អាតខ្លាំងមែនតើអ្នកគ្នា The Vault of Success បើសិស្សប្អូនណាចង់បាន idea ហ្នឹងអាចយកទៅបានអត់អីទេឥឡូវចូលមកកាន់ការបង្ហាញនៅ The Vault of Success របស់ខ្ញុំដែលជា poster មាន creativity ខ្លាំងមែនតើអ្នកគ្នាហើយមុននឹងបើកគឺខ្ញុំបញ្យល់ថាហេតុអ្វីបានជាធ្វើ poster ហើយយើងក៏បានចាក់សោបើកវាជាអញ្ចឹងហើយនៅក្នុង Vault ហ្នឹងគឺមាន4ប្រដែលបង្ហាញពីផ្នែកផ្សេងៗនៃ Vault របស់យើងហើយចំពោះបន្ទុកវិញគឺពួកយើងបាន18កន្លះនៅលើ20បន្តមកទៀតសរុបជារួមគឺក្នុងការធ្វើ assignment មួយមិនស្រួលអ្នកទាំងអស់គ្នាហើយអ្វីដែលពិបាកជាងគេគឺ come up with idea សិនជាយើងមាន idea ហើយគឺយើងអាចនិយាយទៅមុខបានស្រួលយើងអាចធ្វើវាឲ្យคล้ายទៅជាសកម្មភាពបានស្រួលជាងមុនហើយក៏អរគុណទៅដល់ teammate របស់ខ្ញុំដែរគឺបានសហការគ្នាបានយ៉ាងល្អក្នុងការធ្វើក៏ដូចជាការ present ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេ bye bye